រឿងអាកុហកស៊ីកាលពីព្រេងនាយមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកំរៀងមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅម្ដាយខាត់ថាកុំឯងស៊ីអ្វីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់កាសចាយកូនឮម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសពថ្ងៃពុំមានភ្លេចមានកាលថ្ងៃមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសប្រាក់ច្រើនណាស់ម៉ែសូមម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយដូច្នោះសួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅជាមួយនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដោយម្ដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចបជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែលែងមាសប្រាក់នឹងបាត់អស់ហើយឯម្ដាយឮកូននិយាយដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនជាអាហារបបួលអស់បងប្អូនអ្នកជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹងមើលពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះលុះម្ដាយចាំយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នេះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននេះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកករុងយកទៅទម្លាក់ក្នុងទឹកឲ្យស្លាប់ទៅប្អូនឮដូច្នេះសួរតបងថាដំណើរដោយម្ដេចបានជាយកកូនច្រកករុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ប្អូនទៅតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញនៅចាំក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងករុងធំចងមាត់ករុងជាប់ល្អហើយលើកលីយកទៅចោលក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោចបើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេមុខជានឹងដាច់ពោះស្លាប់ឯមាឮក្មួយអង្វរដូច្នេះក៏សួរទៅក្មួយវិញថាក្បួនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមាថាខ្ញុំដាក់នៅលើធ្នើមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹកហើយត្រឡប់ទៅរកក្បួននិងយកមកឲ្យអាកុហកស៊ីវិញកាលនោះមានមនុស្សកើតខ្លងម្នាក់ដើរមកជិតអាកុហកស៊ីក៏និយាយថាអញមកតอมខ្លងក្នុងករុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចជាហើយមនុស្សខ្លងឮអាកុហកស៊ីថាតอมខ្លងក្នុងករុងដូច្នេះ
ដោយខ្លួនកើតខ្លងក៏សួរថាតមខ្លងក្នុងក្រងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកើតខ្លងគេឲ្យមកតមក្នុងក្រងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រ័យមាត់ក្រងឲ្យខ្ញុំបន្តិចមនុស្សខ្លងក៏ស្រ័យមាត់ក្រងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីមាត់ក្រងបោះខ្លួនមើលហើយប្រាប់ថាជាខ្លងហើយអាកំឡុងឮអាកុហកស៊ីថាតមខ្លងក្នុងក្រងជាដូច្នេះក៏និយាយថាឲ្យគ្នាតមខ្លងផងអាកុហកស៊ីឮដូច្នោះអរណាស់គិតថាអញរួចស្លាប់ហើយព្រោះបានអាកំឡុងស្លាប់ជួអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាខ្លងឆាប់ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្ដីមកជេរក្ដីមកវាយដោយម្ដេចក្ដីត្រូវកុំនិយាយកុំស្ដីខំកាន់ត្រណមឲ្យខ្ជាប់ទើបបានឆាប់ជាអាកំឡុងឮអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងក្រងអាកុហកស៊ីចងមាត់ក្រងជាប់ហើយរត់បាត់ទៅមាននោះរកតម្រាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាចូលទៅក្នុងទឹកឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដាល់វាយអាកំឡុងដោយស្មានថាជាអាកុហកស៊ីអាកំឡុងខំអត់ព្រោះចង់ជាខ្លងលុះវាយធាអស់ចិត្តហើយមាននោះក៏លើកក្រងបោះចូលទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរត់រួចពីនេះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែងូតទឹកអាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅពីចម្ងាយក៏ធ្វើជាមួយទឹកយូរបន្តិចងើបឡើងហើយលើកកាក់ឡើងបង្ហាញថាអញមួយទឹកទៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានកាក់ប្រាក់ច្រើនប៉ុន្តែយកមកមិនរួចយកមកបានតែមួយត្រណោតមកអាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតចូលទៅក្នុងទឹកខំមួយទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកុហកវិញហើយងើបឡើងនិយាយទៅនឹងអាដៃបញ្ឆោតនោះថាអ្នកអើយខ្ញុំងូតទឹកទៅតាមពាក្យអ្នកឯងអំបញ្ញមិញបានឃើញគេលេងបៀច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រាក់កាក់ជាច្រើនខ្ញុំទាពីគេថាឲ្យមកយកពីអ្នកឯងនេះតែខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងខ្លួនមិនចាញ់ខ្លួនក៏ស្រ័យកាក់ចែកឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ